បាទជំរាបសួរនៅក្នុងវីដេអូនេះខ្ញុំនិយាយអំពីថាតើអ្នកលក់ account និងអ្នកទិញ account យើងត្រូវគិតទៅលើអីយើងដោយសារតែខ្ញុំឃើញមានបញ្ហាច្រើនអ្នកលក់អ្នកទិញប៉ុន្តែរឿងអីផ្សេងទៀតខ្ញុំក៏អត់មានលទ្ធភាពឬក៏សមត្ថភាពអីទៅ check ដែរតែខ្ញុំមានយោបល់ដែរបងប្អូនយើងថាការទិញ account ត្រូវមើលបែបណាត្រូវ check បែបណាក្នុងការទិញលក់ទាំងអស់គ្នាណាអូខេតោះនៅក្នុងវីដេអូនេះខ្ញុំនិយាយអំពីរបៀបក្នុងការថាអ្នកលក់ខ្ញុំនិយាយពិសេសជាងគេគឺអ្នកទិញនៅពេលដែលគាត់ទិញ account ពីគេយកមកគាត់យកមក log in ទៅខូច account អញ្ចឹងនៅពេលខូចគាត់ទៅបន្ទោសអ្នកលក់ថា account ទិញយកមកមិនតាន់ log in បានស្រួលបងខូចអស់ហ្នឹងមួយពីរអ្នកទិញសំទោសអ្នកលក់គាត់លក់ account ទៅឲ្យគឺគាត់ច្បាស់លាស់របស់គាត់ដែរបញ្ជូនទៅហើយទៅពេលហើយគាត់បានប្រាប់ទៅអ្នកទិញថាមុននឹងយកទៅគាត់ត្រូវធ្វើម៉េចដែរអញ្ចឹងនៅក្នុងនេះខ្ញុំបង្ហាញអំពី website មួយដែលយើងបានឃើញស្រាប់ហើយគឺ SBWall ឬក៏ Wall ហ្នឹងគឺ .com website ហ្នឹងគឺសម្រាប់ក្នុងការ check UID check នោះមានន័យថាម៉េចមានន័យថាតើ account ដែលយើងទិញយកមកហ្នឹងវាមានបញ្ហាឬក៏អត់ខូចឬក៏អត់អញ្ចឹងណាអញ្ចឹងដើម្បីយើង check យើងត្រូវដាក់ក្នុង website ទៅហើយទី2អ្នកទិញមិនមែនទិញយកមក log in នៅក្នុង tool ភ្លាមៗទេយើងត្រូវ check ដែរហើយអ្នកលក់ក៏យ៉ាងដែរពេលដែលយើងលក់ឲ្យគេយើងប្រាប់គេថាបងអូនគឺពូមីងអីចឹងទៅបើសិនបើបងទិញយកទៅបាទទៅ check ផងទៅលើខូចអីចឹងណាដោយសារ Facebook មិនដូចមុនទេមុនយើងទិញ account យើងធានាខ្លះបងមួយអាទិត្យក៏មានដែរឥឡូវឲ្យគេធានាតែ log in ទេ log in ខូច log in មានបញ្ហា log in wrong password គេដូរឲ្យតែបើថា log in 3 4ថ្ងៃអ្នកខ្លះទិញដល់មួយឆ្នាំហើយបានទៅសួរថាបង account ខូចសុំដូរថ្មីបានអត់អាហ្នឹងវាពិបាកក្នុងការលក់ហើយអត់មានទេអញ្ចឹងយើងយក account ហ្នឹងមកធ្វើការ log in នៅក្នុង website ទៅយើង scan ទៅហើយ website ហ្នឹងក៏ website online គឺគេប្រើតែ UID ទេនៅក្នុងនេះគេបង្ហាញថា UID មានន័យថា user ID របស់ Facebook នៅពេលដែលយើងទិញ Facebook វាមានអ្នកកតុយលេខចេញអាហ្នឹង UID ហើយ UID របស់ account អញ្ចឹងដល់យើងទិញយើងមកយើងគ្រាន់តែយកតែ UID ទាំងអស់ហ្នឹងមក check ទៅបានហើយវានឹងប្រាប់ទៅឧទាហរណ៍ថាខ្ញុំមាន account 50-60 account អញ្ចឹងខ្ញុំផាសនេះសារខ្ញុំជាប្រភេទ account របស់ខ្ញុំមានស្រាប់អញ្ចឹងអត់អីទេអញ្ចឹងខ្ញុំផាសតែ UID ចូលវានឹង count វានឹង total ប្រាប់ថា account ទាំងអស់ហ្នឹងគឺមាន71 account ដែលខ្ញុំមកដាក់ចូលនៅក្នុងហ្នឹងអញ្ចឹងខ្ញុំអត់ log in ទេអញ្ចឹងខ្ញុំចង់ check ថា account គេលក់ឲ្យខ្ញុំហ្នឹងរស់ប្រហែលខូចប្រហែលអញ្ចឹងយើងផេះចូលទៅគឺបាន71ឥឡូវខ្ញុំចូលទៅ check live ណា check លាវnữaវាប្រាប់ថា account សរុបដែលមានហ្នឹងគឺ71អូ69អូ66ចេះទៅអស់5អញ្ចឹងមានន័យថា account ដែលខ្ញុំទិញពីគេមកហ្នឹងខូចហើយអត់បាន log in ទេយើង check មើលចូល account នេះខូចហើយយើងប្រាប់គេវិញថាបងអធិស្ឋាន account ទិញយកមកតែបានប្រើទេតែខូចដោយសារយើងប្រើ check website ហ្នឹងគឺយើងទៅអញ្ចឹងយើងប្រាប់គេវិញទៅគេដូរឲ្យហើយព្រោះអ្នកលក់គេដឹងថាគាត់ច្បាស់ដែរអញ្ចឹងណាអញ្ចឹងអ្នកលក់អ្នកទិញយើងគាត់ប្រាប់គ្នាប៉ុណ្្នឹងទៅយើង check live អញ្ចឹងទៅប៉ុណ្្នឹងចប់ក៏ប៉ុន្តែបើសិនបើយើងទិញយកមក check ហើយយើង log in ខូចប្រើ IP អញញ៉ៃវល់ពេញហ្នឹងយើងទៅដល់រឿងអ្នកលក់គេអត់ធានាដែរព្រោះអ្នកលក់វាគ្រោះថ្នាក់ទៅពេលដែលអ្នកធានារាប់ម៉ោងរាប់ខែគេហ្នឹងគឺចប់ហើយមួយទៀតយើងជាអ្នកទិញក៏យើងពិបាកក្នុងការដឹងថាតើអ្នកលក់ណាអីបែបណាសំខាន់យើងទុកចិត្តគាត់បែបណាពួកអ្នកខ្លះ account មួយគាត់លក់ឲ្យគេដល់ទៅ3 4នាក់អញ្ចឹងណាអញ្ចឹងពិបាកដែរវាទៅជា account ពេសចាទៅហើយអាណាក៏ជេរចូលប្រើបានណាអញ្ចឹងអ្នកលក់យើងយ៉ាប់យ៉ែងស្គាល់ចាំយើងទិញព្រោះថាយើងមិនច្បាស់ទេបើថាត្រូវការបន្ទាន់ក៏ទិញតិចតួចទៅកុំទិញច្រើនពេកអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្ណឹងទេរបៀបក្នុងការទៅ check account តែយើងទិញពីគេឬក៏លក់ពីគេហ្នឹងថា account ហ្នឹងរស់ប្រហែលតែប៉ុណ្ណឹងទេណាអរគុណច្រើនបាយបិទ